នៅតាមស្រុកស្រែជនបទយើងលើបងប្អូនអរគ្នាបងឯងចាប់ឆាយនេះអត់ទៅឃើញមានគេលក់សោះអញ្ចឹងបើសិនជាចង់ញ៉ាំអីពិបាកក្នុងការទិញមែនតើអញ្ចឹងថ្ងៃនេះខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងធ្វើបង្អែមនេះឲ្យកូនរបស់ខ្ញុំញ៉ាំហើយមុននឹងធ្វើបានជាដំបូងគឺខ្ញុំទៅសកដូងសិនណាបងប្អូនអរគ្នាហើយខ្ញុំរាល់ពេលដែលធ្វើបង្អែមបើសិនជាអត់មានដូងនៅផ្ទះខ្លួនឯងខ្ញុំកម្រធ្វើបងប្អូននៅថាតែយើងទិញពីក្រៅមកអស់រៀងច្រើនដែរដល់ពេលគិតទៅមកទៅអស់ច្រើនខ្ជិលធ្វើបណ្ដោយហើយតទៅពេលឥឡូវមានដូងខ្លួនឯងអញ្ចឹងចាំការបងប្អូនអើយនិយាយទៅអត់តែមានដូងគឺខ្ញុំចូលចិត្តធ្វើមកបង្អែមចាបន្ទាប់ពីយើងសកសបកអីហើយគឺខ្ញុំយកវាមកកាត់យកទឹកចេញហើយដើម្បីយកដូងរបស់យើងហ្នឹងទៅកោសយកសាច់អញ្ចឹងណាបងប្អូនអរគ្នាហើយនេះគឺជាគ្រឿងផ្សំនៃការធ្វើបង្អែមរបស់យើងចាបន្លែរបស់ខ្ញុំដាក់បានតែ2មុខនឹងទេបើសិនជាយើងមានត្រាវក៏ដូចជាគ្រាប់ឈូកទៀតណាបង្អែមរបស់យើងមួយមុខហ្នឹងរសជាតិគឺកាន់តែឆ្ងាញ់ហ្មងបងប្អូនចាហើយបន្ទាប់មកខ្ញុំយកវាទៅចិតសបកឲ្យបានស្អាតហើយយើងយកទៅលាងទឹកសម្អាតឲ្យបានស្អាតហើយយើងកាត់វាជាដុំល្មមណាចាយើងកាត់ដុំប៉ុណ្ណឹងទៅពេលដែលយើងធ្វើហើយទៅស្រួលញ៉ាំហើយដំណងទៀតបងប្អូនមិនថាដំឡូងក៏ដូចជាល្ពៅនិយាយទៅបន្លែដែលយើងចង់ដាក់វាយើងត្រូវហាន់វាទៅអញ្ចឹងដោយសារចាប់ឆាយើងត្រូវដាក់វាមិនធ្វើមិនឲ្យវាមើលទៅតំណងចឹងបងប្អូនហើយកកដោនេះជាចម្ងល់របស់កូនខ្ញុំក៏ដូចជាក្មួយខ្ញុំពេលតែឃើញគឺគាត់សួរនាំហ្មងដោយសារតែគាត់ធ្លាប់ឃើញតែខ្ញុំយកទៅឆាក៏ដូចជាស្លចាប់ឆាអញ្ចឹងដល់ពេលយកមកធ្វើផ្អែមគាត់ឆ្ងល់បដ ாய் ចាឥឡូវទឹកពុះហើយអញ្ចឹងខ្ញុំបង់សណ្តែកចូលបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងអំបិលបន្តិចដើម្បីឲ្យបង្អែមរបស់យើងពេលដែលឆ្អិនទៅមានរសជាតិផ្អែមមុតឆ្ងាញ់អញ្ចឹងបងប្អូនអរគ្នាចាឥឡូវសណ្តែករបស់យើងក៏ស្ងោរបានពុះហើយចាអញ្ចឹងបន្ទាប់មកគឺខ្ញុំដាក់បន្លែទាំងអស់ហ្នឹងចូលហើយខ្ញុំក៏ដាក់ជាមួយនឹងធ្មេញណាចូលឲ្យហើយដែរដោយសារតែធ្មេញណាហ្នឹងវាអត់ងាយរីកវារឿងធំអញ្ចឹងអត់ដូចក្របសាគូទេចាឥឡូវចាប់ដើមពុះអញ្ចឹងបន្ទាប់មកគឺខ្ញុំដាក់ក្របសាគូនឹងឯងបងប្អូនខ្ញុំដាក់វាពុះមកហើយទុករហូតដល់មើលទៅរៀងថ្លាបញ្ជាបន្ថែមគ្រឿងផ្សេងចាឥឡូវក្របសាគូរបស់យើងក៏ឡើងរៀងថ្លាហើយអញ្ចឹងខ្ញុំក៏បន្ថែមជាមួយនឹងខ្ទិះដូងអញ្ចឹងបងប្អូនអរគ្នាហើយចុងក្រោយគេគឺដាក់ស្ករនឹងឯងបងប្អូននិយាយទៅក្របសាគូក៏ដូចជាធ្មេញណាហ្នឹងបើសិនជាវាអត់ទាន់រីកទេយើងដាក់ស្ករទៅគឺវាអត់រីកហ្មងខ្ញុំអត់ដឹងថាមូលហេតុអីទេតែយើងតាមការធ្វើកន្លងមកឲ្យតែពេលយើងដាក់អញ្ចឹងគឺវាអត់រីកទេអញ្ចឹងទុកឲ្យវារីកហើយចាំយើងដាក់ស្ករហើយផ្អែមរបស់យើងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាអត់មានអីទៀតទេយើងធ្វើតែប៉ុណ្្នឹងគឺអាចយកទៅញ៉ាំបានទេឥឡូវខ្ញុំចាប់ដើមរៀបចំដួសដាក់ចានដើម្បីយកទៅឲ្យកូនរបស់ខ្ញុំញ៉ាំហើយពេលដែលយើងដួសអញ្ចឹងហើយយើងបន្ថែមតែជាមួយខ្ទិះដូងអញ្ចឹងទៅគឺអាចញ៉ាំបានហើយមិនចាំបាច់ដាក់ទឹកកកអីបងប្អូននិយាយទៅតាមចំណង់ចំណូលចិត្តតែសម្រាប់ខ្ញុំគឺអត់ដាក់ទឹកកកទៀតទេចាយើងដាក់តែប៉ុណ្្នឹងមកហើយដួសញ៉ាំចេះមកនិយាយពីថាអូយរសជាតិឆ្ងាញ់បងប្អូនឥឡូវខ្ញុំចាប់ផ្ដើមរៀបយកទៅឲ្យកូនរបស់ខ្ញុំញ៉ាំសិនហើយចង់ដឹងថាជាមួយគាត់ឆ្លើយថារសជាតិបែបម៉េចដែរអញ្ចឹងបងប្អូនអរគ្នាឆ្ងាញ់អត់និយាយពីថាអូយរាល់ថ្ងៃនេះចាញ់ដល់កូនរហូតឲ្យតែខ្ញុំធ្វើអីគឺសួរគាត់ទៅគាត់ដឹងតែថាឆ្ងាញ់រហូតដល់ពេលអញ្ចឹងចេះតែចង់ធ្វើឲ្យគាត់ញ៉ាំអញ្ចឹងបងប្អូន